ចាឥឡូវនេះទូគូទី76ក៏បានជិតមកដល់ទីប្រត់ហើយដែរខ្សែទឹកខាងក្នុងមានឈ្មោះថាខេមរាមានជ័យរបស់ខេត្តត្បូងឃ្មុំឥឡូវនេះគឺកំពុងតែមានព្រៀបយ៉ាងខ្លាំងក្លាជាមួយដៃគូប្រកួតរបស់គាត់ខេមរាមានជ័យចាខេមរាមានជ័យរបស់ខេត្តត្បូងឃ្មុំទទួលបានជ័យជំនះនៅក្នុងថ្ងៃទី2ជើងទី1នេះខេមរាមានជ័យត្បូងឃ្មុំបាទខេត្តត្បូងឃ្មុំដែលស្ថិតនៅខ្សែទឹកខាងក្រៅឯកស្ថានពណ៌សរីឯខ្សែទឹកខាងក្នុងមច្ឆាភក្តីបារមីដេជោខេត្តកណ្ដាលពាក់ផ្លាកលេខ170ឥឡូវនេះឃើញថាខ្សែទឹកខាងក្រៅបាទឯកស្ថានពណ៌សពាក់ផ្លាកលេខ167ខេមរាមានជ័យបានចូលមកដល់ទីមុនគេបាទឆ្លៀតក្នុងឱកាសនេះលោកជីសុគន្ធីម្ចាស់សហគ្រាសគុន្ធីនិងជាប្រធានគណៈកម្មការទូកងដែលមានឈ្មោះថា